សភាពបឹងនិងដើមឈើខៀវស្រងាត់ដែលធ្លាប់មានសត្វទុំហើរចុះឡើងកន្លែងនេះធ្លាប់ជាជម្រកដ៏កក់ក្ដៅរបស់សត្វស្លាបរាប់ម៉ឺនក្បាលដែលបង្កើតបានជាទិដ្ឋភាពរស់រវើកនិងកម្រមាននៅទីក្រុងភ្នំពេញប៉ុន្តែពេលនេះទីតាំងធម្មជាតិដ៏ស្រស់បំព្រងមួយនេះដែលស្ថិតនៅលើដីជាង3ហិកតាបានប្រែក្លាយជាទីក្រៀមក្រោះដ៏គួរឲ្យសង្វេគសំឡេងស្រែកកងរំពងដែលធ្លាប់បំពេជាតន្ត្រីជីវិតបានរសាត់បាត់សូន្យឈឹងបន្សល់ទុកត្រឹមភាពស្ងាត់ជ្រងំនិងកណ្ដោយកណ្ដែងបំផុតតើហ្វូងបាក់សីទាំងនេះបាត់ទៅណាលោកផុនរីណាដែលធ្លាប់ចំណាយពេលយាមល្បាតនៅក្បែរសត្វទាំងនេះផ្ទាល់នៅភូមិវាថ្លានបានបញ្ជាក់ថាបាទមកប្រាក់2ឆ្នាំ3ឆ្នាំមានសត្វ5 6ប្រភេទដូចជាខ្វែកត្រកក្អែកទឹកយើងឆ្មោញកុកហើយយើងផ្សេងយ៉ាងនឹងទៀតសត្វពងច្បុកនៅនឹងអីចឹងណាបាទអូបាត់តាំងពី2023បាត់ចឹងវាសំណោះសំណោចដែរយើងអ្នកមើលនៅនឹងគ្រាន់ថាវាអស់លីងវាទៅអស់ទាំងហើយពេលវានៅយើងសុវ័យចិត្តមើលវាថែទោះបីខំការពារការចាប់និងការបរបាញ់សត្វក៏នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃបើតាមការបញ្ជាក់បន្ថែមរបស់លោកជាប្រវត្តិយើងជាជនអីដែលជុំវិញយើងការអ្នកក្រៅនេះអីចឹងយកកំភ្លើងយកអីមកបាញ់ជាពីមកចឹងខ្ញុំឃើញនឹងតបនេះដឹកវាបាញ់ប្រហែលជា70% ឬ60% អញ្ចឹងវាម្លាស់ទីទៅវិញប្រហែលជា70% អីទៅនៅកន្លែងផ្សេងទៀតទៅកំពង់ទួលការលើកឡើងរបស់លោកផុនរីណាក៏ហាក់ស្របគ្នាជាមួយអ្នកភូមិម្នាក់ទៀតដែលរស់នៅជិតជម្រកសត្វនោះផ្ទាល់ដែលអះអាងថាចំនួនសត្វនេះមានការថយចុះដោយសារការរំខាននិងការចាប់ពីអ្នកភូមិក្បែរនោះនិងអ្នកក្រៅផងដែរចឹងអ្នកយើងនៅហ្នឹងយើងមានតែធ្វើអីមានតែវាមិនអត់ទេអ្នកដូចនិយាយចឹងអ្នកផឹកហ្នឹងខ្លះខូចហ្នឹងបាញ់គ្នាហ្នឹងហើយអានេះដល់ពេលគេដឹងគាត់ចឹងមកពីក្រៅហ្នឹងគេដឹងចឹងគេមិនមកបាញ់យើងមិនដឹងគេជិះឡានចុះយើងមិនដឹងក្នុងឡានហ្នឹងមានអីខ្លះនិយាយចឹងថ្ងៃមួយគឺដោយសារតិចតែក៏ដាក់មិនដឹងសុំស្គាត់បាត់ទៅបានយើងដោយសារដាក់យើងឃើញសាប់យើងមិនដឹងអ្នកស្រីក៏បន្តថាពេលសត្វហើរចេញចំណូលនិងជីវភាពរបស់អ្នកភូមិមួយចំនួនក៏បាត់បង់ទៅតាមនឹងដែរទាំងស្ដាយតាព្រោះពេលមានទៅគេមានគេមកលេងច្រើនអញ្ចឹងណាអាចនឹងលក់ដាច់តែមានភ្ញៀវមកគេទិញហីចឹងយើងលក់ដោដាច់ហ្នឹងហើយធម្មតាឡើងតែមានរមណីយដ្ឋានតែយើងនឹងគេមកជិះទិញអីញ៉ាំហ្នឹងហើយមានសត្វច្រើនគេចេះតែមកមើលព្រួយលក្ខណៈថាសត្វព្រៃតាមលោកផុនរីណាក៏បានលើកឡើងផងដែរថាមានទាំងភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាសត្វកម្រនេះទៀតផងមកច្រើនបាទជនជាតិគេក៏មកដែរមិនត្រឹមតែខ្មែរទេបាទជនជាតិឥណ្ឌាក៏មកជនជាតិអាមេរិកកាំងក៏មកអង់គ្លេសក៏មកជនជាតិមកច្រើនគេមកថតគេមកយើអីដែរយ៉ាងណាក្តីការបាត់បង់នេះក៏ពាក់ព័ន្ធនឹងបញ្ហាទីជម្រកនិងកម្មសិទ្ធិដីធ្លីដែលអាចធ្វើឲ្យអាជ្ញាធរពិបាកនឹងគ្រប់គ្រងនេះបើតាមការបញ្ជាក់ពីលោកអ៊ុនសុករមចៅសង្កាត់គង់ណយមានការសោកស្ដាយអំពីបញ្ហាសត្វនឹងដែរប៉ុន្តែវាតំបន់នេះមិនមែនជាតំបន់មួយជាតំបន់ព្រៃស្រោងទេគឺដើមឈើដុះតាមភ្លឺស្រែហ្នឹងតំបន់នេះមានប្លង់កម្មសិទ្ធិតាំងពី2005មកម្លេះហើយដល់តែពេលវាសឹកវារិចវាអស់ទៅវាថាជំរោគសត្វហ្នឹងវាអត់មានមកវាស្លឹកឈើស្លឹកអីវាធូរវាងាប់អញ្ចឹងណាដល់ចឹងមាននៅសល់តែមេសល់តែយើងមាននៅអាកាសវាទៅបាត់ទៅបើតាមអ្នកជំនាញយល់ឃើញថាដើម្បីស្រោចស្រង់នឹងការពារអ្វីដែលនៅសេសសល់សហគមន៍ខ្លួនឯងត្រូវចូលរួមយ៉ាងសកម្មឲ្យខ្លាំងបំផុតក្នុងការការពារសត្វទាំងនេះវាជាសម្បត្តិមួយរបស់សហគមន៍នៅពេលដែលសត្វបានមកពងកូនឬក៏មកទុំទំនុំកសាងទំនុំនៅទីតាំងហ្នឹងបានន័យថាបេក្ខាទីតាំងហ្នឹងក្នុងន័យថាទីជំរកសុខសាន្តរបស់វាហ្នឹងគឺវាមកនៅគឺថាតែមានភាពសម្បូរបែបផ្នែកអាហារភាពទាំងស្ងប់សុខភាពសុខដុមរមនាតែមកតែវាជាប្រភេទដំបូងក៏ដោយអញ្ចឹងថាគុំគួរតែមានមោទនភាពអាជ្ញាធរមូលដ្ឋាននៅទីតាំងនេះគួរតែមានមោទនភាពមិនតែមានមោទនភាពគួរតែមានការការពារក្នុងកម្រិតសហគមន៍កម្រិតអាជ្ញាធរមូលដ្ឋានលោកគួរទៅដល់អាជ្ញាមូលដ្ឋានមូលដ្ឋាននៅសហគមន៍ព្រោះជាមេជាឪជានៅទីតាំងហ្នឹងហើយវាមិនធ្វើឲ្យច្រើនទេទីមួយគឺអប់រំផ្សព្វផ្សាយតែ
កុំទៅរំខានវាពេលទៅរត់ទៅវត្តវានឹងក៏អាចបញ្ចូលបានដែរគេចាប់តាក់មកលេងវាបានបនដូចអ្វីដែលយើងមិនទៅរំខានមិនទៅបកបាញ់វាទេបាទ